ហើយនៅក្នុងព្រះវិហារនេះកណ្ដុរមានប្រមាណ 20000 ទៅ 30000 ក្បាលដែលវាត្រូវបានរស់ដោយសេរីនៅក្នុងនេះហើយក៏មានប្រហែលជា 5 ក្បាលដែលមានកណ្ដុរពណ៌សនៅទីនេះផងដែរប្រសិនបើអ្នកណាម្នាក់អាចមើលឃើញកណ្ដុរពណ៌សនោះមានន័យថាគេនឹងមានលាភសំណាងខ្លាំងណាស់ដោយពួកគេជឿថាកណ្ដុរពណ៌សគឺជារាងកាយរបស់ព្រះម៉ែកានីមាតាដែលបានត្រឡប់មកចាប់ជាតិហើយកណ្ដុរនៅទីនេះត្រូវបានគេផ្ដល់អាហារមួយថ្ងៃចំនួន 2 ពេលដោយមានអាហារដូចជាទឹកដោះគោបាយបង្អែមនិងខ្ទឹមសហើយអ្វីដែលចម្លែកជាងនេះទៅទៀតនោះពួកគេនឹងបរិភោគអាហារបន្ទាប់ពីកណ្ដុរស៊ីសល់ហើយដោយពួកគេជឿថានេះគឺជាពររបស់ព្រះម៉ែកានីមាតានឹងធ្វើឲ្យគេមានលាភសំណាងនិងសុខភាពល្អទោះបីជាមានការជឿនិងជំនឿខ្លាំងយ៉ាងណាក៏ដោយព្រះវិហារនេះក៏ជាពិភពនៃការរិះគន់ផងដែរអង្គការសិទ្ធិសត្វបានបង្ហាញការព្រួយបារម្ភពីសុខភាពនិងប្រជាជនដែលរស់នៅទីនោះទោះបីជាយ៉ាងណាក៏ដោយព្រះវិហារនេះក៏ជាប់ក្នុងបញ្ជីកន្លែងដែលប្លែកបំផុតនៅក្នុងប្រទេសឥណ្ឌាបើសិនជាអ្នកមានឱកាសតើអ្នកទាំងអស់គ្នានឹងចង់ទៅកន្លែងនេះដែរឬទេ 2. វិធីបុណ្យបោះទារកពិធីបុណ្យនេះត្រូវប្រារព្ធឡើងនៅក្នុងរដ្ឋ Maharashtra និងរដ្ឋ Karnataka នៃប្រទេសឥណ្ឌាហើយព្រះវិហារដែលល្បីល្បាញបំផុតក្នុងការប្រារព្ធពិធីបុណ្យបោះទារកនេះគឺព្រះវិហារ Sri Santeswar បើយោងតាមប្រវត្តិនិងមូលហេតុដែលគេធ្វើប្រារព្ធពិធីនេះគឺពួកគេបានជឿថាការបោះទារកចុះពីកម្ពស់ខ្ពស់នឹងអាចសូមសេចក្តីសុខនិងសុខភាពល្អមកដល់ទារកបើតាមប្រពៃណីនេះធ្វើឡើងសម្រាប់កុមារចាប់ពីអាយុចាប់ពី1ខែទៅដល់2ឆ្នាំហើយទារកត្រូវបានគេបោះចាប់ពីកម្ពស់10ទៅ15ម៉ែត្រដោយពួកគេបានបោះទារកពីលើចុះមកក្រោមនិងមានអ្នកចាំទទួលនៅខាងក្រោមដោយមានត្រឹមតែកំណាត់ក្រហមតែប៉ុណ្ណោះហើយជំនឿមួយនេះក៏ត្រូវបានប្រព្រឹត្តឡើងជាច្រើនសតវត្សមកហើយដែរហើយតើហេតុអ្វីបានជាពួកគេនៅតែបន្តអនុវត្តវិធីបុណ្យនេះទៀតបើយោងតាមសម្ដីប្រជាជននៅទីនោះបាននិយាយថាព្រោះពួកគេជឿថាព្រះនឹងផ្ដល់អំណរសិរីសួស្តីដល់កុមារនិងគ្រួសារហើយជំនឿមួយទៀតនោះគេជឿថាកុមារដែលបាន